ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន109គ្រួសារនៅខេត្តកំពតទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពតបន្ទាប់ពីទទួលបានដំណឹងថាមានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកកំពង់ត្រាចនិងស្រុកបន្ទាយមាសខេត្តកំពតរងគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់រួចមកនៅរសៀលថ្ងៃទី7ខែឧសភាឆ្នាំ2026លោកស្រីវិជ្ជបណ្ឌិតយូសគុណអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតតំណាងឲ្យលោកបណ្ឌិតម៉ៅធនិនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរជាមួយសមាជិកសមាជិកាគណៈកម្មាធិការសាខាមន្ត្រីសាខានិងអនុសាខាព្រមទាំងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនពួកគាត់ដើម្បីជួយសម្រួលការលំបាកនិងស្ដារជីវភាពរស់នៅឡើងវិញក្នុងនាមលោកបណ្ឌិតម៉ៅធនិនលោកស្រីវិជ្ជបណ្ឌិតយូសគុណបានពំនាំនៅក្តីនឹករលឹកពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយពិសេសអ្នកដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិអ្នកជំងឺចាស់ជរាស្ត្រីមេម៉ាយនិងជនងាយរងគ្រោះគ្រប់រូបលោកស្រីក៏បានសម្ដែងនៃការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលបណ្ដាលមកពីគ្រោះធម្មជាតិនិងបានលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រកបរបរចិញ្ចឹមជីវិតបង្កបង្កើនផលដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពគ្រួសារបន្ទាប់ពីផ្ទះសម្បែងនិងទ្រព្យសម្បត្តិមួយចំនួនត្រូវបានរងការខូចខាតដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់លោកស្រីវិជ្ជបណ្ឌិតក៏បានអប់រំណែនាំនិងផ្សព្វផ្សាយអំពីការថែរក្សាសុខភាពក៏ដូចជាការបង្ការជំងឺផ្សេងៗដោយណែនាំឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យរស់នៅស្អាតហូបស្អាតផឹកស្អាតអនុវត្តវិធានការតិចអំបិលតិចស្ករតិចខ្លាញ់និងហាត់ប្រាណជាប្រចាំដើម្បីការពារជំងឺឆ្លងនិងជំងឺមិនឆ្លងទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅរដូវភ្លៀងធ្លាក់ត្រូវការពារកុមារតូចៗពីគ្រោះថ្នាក់លុបបំបាត់ថ្លុកទឹកភក់ជ្រាំឲ្យដេកក្នុងមុងដើម្បីការពារជំងឺគ្រុនឈាមគ្រប់ច្បាប់ចរាចរណ៍ជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រមទាំងចូលរួមដាំដើមឈើនិងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីថែរក្សាបរិស្ថានសូមបញ្ជាក់ថាប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកទាំងពីរមានចំនួនសរុប109គ្រួសារហើយអំណោយដែលបានផ្ដល់ជូនរួមមានគ្រួសាររងគ្រោះធ្ងន់ចំនួន11គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ20គីឡូក្រាមទឹកត្រី1យួរកៅស៊ូតង់1ដុំនិងថវិកាចំនួន200,000រៀលចំណែកគ្រួសាររងគ្រោះមធ្យមនិងស្រាលចំនួន98គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ20គីឡូក្រាមមី1កេសទឹកត្រី1យួរនិងថវិកាមួយចំនួនហើយក្រុមការងារក៏បានប្រគេនទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃរួមមានអង្ករ40គីឡូក្រាមមី2កេសទឹកត្រី2យួរនិងថវិកាមួយចំនួនផងដែរ